តើជាអ្នកកាន់ដាវជាន់ខ្ពស់រូបណាដែលកំពុងដាវទេពឈិងលៀនជាប់ចំណាត់ថ្នាក់លេខ1ក្នុងបញ្ជីដាវហេតុអ្វីបានជាដាវរបស់ទេពដាវសម័យបុរាណមកនៅអូននាងលេងស្គាល់ដាវនេះមែនទេដាវនេះគឺជារបស់ដែលនិកាយឈិងយុនរបស់ខ្ញុំបានរកឃើញដោយចៃដន្យឲ្យក្នុងសម័យបុរាណហើយវាត្រូវបានគេបានមកពីសម័យបុរាណនិកាយឈិងយុនពិតជាបានបន្តអស់រាប់សិបលានឆ្នាំមិនឆ្ងល់ទេដែលមូលដ្ឋានគ្រឹះរបស់វាគួរសូមអរគុណលោកគ្រូដែលបានប្រទានដាវនេះកូនសិស្សសូមស្វាគមន៍ថានឹងប្រើដាវនេះកាលពីមុនខ្ញុំបានប្រយុទ្ធរហូតទាល់តែបានដល់ឋានៈមហាផែនដីមេនិកាយគ្រាន់តែទទួលសិស្សម្នាក់ដាវទេពក៏ហោះទៅរកខ្លួនឯងទីបំផុតតើឋានៈមហាផែនដីរបស់ខ្ញុំមិនស័ក្តិសមទេនេះគឺជាកំណប់ទ្រព្យដ៏វិសេសរបស់និកាយឈិងយុនរបស់ខ្ញុំគឺកណ្ដឹងសម្រិត9ទោះបីជាវាជាក្លិនអាកាសដែលលើសពីអាវុធអធិរាជតើវាជាធម្មពលទេពមែនទេប្រើធម្មពលវិញ្ញាណពេញទំហឹងវាសំលេងកណ្ដឹង3ដងគឺ5ដងគឺទេពកសដ៏អស្ចារ្យ6ដងគឺបិសាច7ដងគឺបិសាចដ៏កំមុខប្រសិនបើអាចបន្លឺ8ដងនឹងក្លាយជាមហាអធិរាជចំណែក9ដងគឺលើសពីមហាអធិរាជជាកូនប្រុសនៃឋានសួគ៌ស៊ីហៅអ្នកទៅមុនបាទលោកគ្រូលោកគ្រូសំលេងកណ្ដឹងបន្លឺឡើងដោយការរំពឹងទុកបងធំរបស់ឯងកើតមកជាអ្នកមានបុណ្យវាជារឿងធម្មតាទេដែលគាត់អាចវីកណ្ដឹងបានលីនបៃឯងក៏ទៅសាកល្បងស្រីឆាប់ទៅសាកល្បងទៅបងស្រីមានរូបកាយទឹកកកមុខជាអាចវីកណ្អញ្ចឹងខ្ញុំក៏សាកល្បងបងស្រីកណ្ដឹងរត់8ដងបងស្រីមានបុណ្យបារមីដូចអធិរាជទោះបីជាមិនអាចប្រៀបធៀបនឹងបិសាចទាំងពីរនោះបានក៏ដោយប៉ុន្តែ8ដងខ្ញុំពេញចិត្តណាស់កណ្ដឹងចាស់នឹងវាត្រឹមត្រូវអត់ខ្ញុំជាមហាអធិរាជដ៏ថ្លៃថ្នូរលើកមុនវាបានតែ6ដងទេក្មេងស្រីនេះបែរជាវាបាន8ដងទៅវិញឬមួយក៏ឋានៈមហាអធិរាជរបស់ខ្ញុំនេះបានមកដោយចៃដន្យហេលោកគ្រូមិនដឹងថាលោកគ្រូអាចវាបានប៉ុន្មានដងទេមិនបាច់គិតទេលោកគ្រូប្រកាសជាវាបាន9ដងហើយហើមទេពកសរបស់ខ្ញុំមិនបាច់និយាយច្រើនទេវ៉ា10ដងទេពកសរបស់លោកគ្រូគ្មានដែនកំណត់ទេ10គឺល្អឥតខ្ចោះនេះលែងមែនជាបុណ្យបារមីរបស់មហាអធិរាជទៀតហើយនេះគឺព្រះគ្មានកន្លែងសម្រាប់អភិវឌ្ឍតើនេះគួរឲ្យសប្បាយចិត្តឬគួរឲ្យសោកសៅភ្លេចវាចុះយ៉ាងហោចណាស់ក៏អាចបញ្ជាក់បានថាឋានៈរបស់ខ្ញុំនៅក្នុងនិកាយខេងយ៉ានគឺរឹងមាំដូចបើដូច្នោះមែនខ្ញុំនឹងទៅខាងក្រៅដើម្បីអញ្ជើញអ្នកខ្លាំងមួយចំនួនមកទីកន្លែងដូចជាវិមានលីងដានក៏គួរតែបញ្ជូនមនុស្សឲ្យចូលទៅដែរសិស្សប្អូនខ្ញុំមិនចិត្តទេណាទទួលដាវទៅល្អណាស់វិជាបង្វិលកង់មហាសិទ្ធិគម្ពីរដាវផ្កាឈូកខៀវឈុតទី1ការតាក់ទាញផ្កាឈូកខៀវចិត្តដាវមិននឹកស្មានថាសិស្សប្អូនអាចយល់ពីចិត្តសិស្សប្អូនពិតជាខ្លាំងមែនខ្ញុំចាញ់ហើយសិស្សប្អូនគ្រាន់តែបត់ពិសោធន៍ប្រយុទ្ធនៅតិចលោកគ្រូធ្លាប់និយាយថាការប្រយុទ្ធជាក់ស្ដែងគឺជាវិធីសាស្ត្ររីកចម្រើនលឿនបំផុតប្រយុទ្ធឲ្យបានច្រើនដងទៀតមែនហើយសិស្សប្អូនខ្ញុំប្រញាប់មកនិកាយមិនទាន់បានប្រាប់គ្រួសារថាខ្ញុំនឹងចេញពីនិកាយ2 3ថ្ងៃដើម្បីប្រាប់ដំណឹងល្អនេះទេទីនឹងតាមមកដល់ត្រូវហើយបងប្រុសខ្ញុំប្រញាប់មកកាន់និកាយកាលពី2ថ្ងៃមុនមិនទាន់បានប្រាប់គ្រួសារថាខ្ញុំនឹងចេញពីនិកាយ2 3ថ្ងៃដើម្បីប្រាប់ដំណឹងល្អនេះអញ្ចឹងសូមឲ្យប្អូនប្រុសធ្វើដំណើរដោយសុវត្ថិភាពកូនចង់ចេញពីនិកាយ2 3ថ្ងៃកូនប្រុសកូនកំពុងនឹកគូដណ្ដឹងរបស់លោកគ្រូខ្ញុំបានហើយគ្រូនឹងទៅជាមួយកូនមួយម្យ៉ាងទៀតការនៅតែក្នុងនិកាយក៏ធុញដែរទៅដើរលេងបន្តិចមើលពីទំនៀមទម្លាប់នៃរាជវង្សដែរល្អណាស់អរគុណលោកគ្រូតើលោកគ្រូនឹងនាំខ្ញុំទៅណាលោកគ្រូខាងមុខនោះគឺជាមជ្ឈមណ្ឌលនៃទីក្រុងបន្តិចទៀតខ្ញុំនឹងនាំលោកគ្រូទៅភោជនីយដ្ឋានសយឆែនដែលល្អមិនបានជួបគ្នាប៉ុន្មានថ្ងៃខ្ញុំបានផ្លាស់ប្ដូរទាំងស្រុងហើយជួបគ្នាម្ដងទៀតក្មេងប្រុសដែលចេះបាញ់ធ្នូមិនខ្លាចពេលវេលាមិនខ្លាចខ្ចប់ឈូសខ្ញុំលេនមើលនោះមិនមែនលេនបេកូនប្រុសហេតុអ្វីបានជាគាត់ត្រឡប់មក
ត្រកូលវងកំពុងរួមដៃជាមួយត្រកូលបេនិងត្រកូលលេគាត់ត្រឡប់មកពេលនេះតែចង់ស្លាប់ជាមួយគ្រួសារមែនទេអាអ្នកក្រនេះក៏នៅមានចិត្តក្លាហានដែរឮថាគូដណ្ដឹងរបស់គាត់បានចូលទៅក្នុងកម្លាំងដ៏ខ្លាំងក្លាមួយពិតជាផ្កាល្អដុះលើលៀមកគោមែនត្រកូលវងនិងត្រកូលបេរួមដៃគ្នាមិនល្អទេគ្រួសារមានបញ្ហាហើយត្រកូលវងនិងត្រកូលបេដ៏អាក្រក់បានវាយប្រហារភ្លាមមេត្រកូលវងបាននិយាយថាបើមិនប្រគល់លេនបេឲ្យពួកគេទេពួកគេនឹងសម្លាប់កូនប្រុសត្រកូលវងម្ចាស់ក្មេងត្រកូលវងទាមទារឲ្យយើងបាត់ដំណឹងជាច្រើនថ្ងៃមកហើយខ្លាចតែត្រកូលវងចាប់ខ្លួនទៅហើយប៉ាកូនត្រឡប់មកវិញហើយពេលឲ្យកូនមិនអីទេមែនទេល្អណាស់ប៉ាលោកពូទាំងអស់គ្នាគឺកូនខុសហើយវងឈៀនគឺកូនជាអ្នកសម្លាប់វាមិនមែនកូនខុសទេប៉ាមើលត្រកូលវងមិនពេញភ្នែកយូរមកហើយថ្ងៃណាមួយក៏ត្រូវតែហើយកូនប្រុសសម្លាប់បានល្អណាស់បើមិនបានការក៏ច្បាំងជាមួយទៅឲ្យចុះអ្នកនេះវិញប៉ាកូនសុំណែនាំនេះគឺជាគ្រូរបស់កូនម្ចាស់និកាយខេញៀននិកាយខេញៀនពេលឲ្យកូនចូលនិកាយហើយមែនទេបាទប៉ាហើយដោយសារគ្រូជួយកូនបានផ្លាស់ប្ដូររាងកាយថ្មីប៉ាសាកល្បងមើលចុះដំណាក់កាលឈឺជាដល់កម្រិតកំលុះដល់កម្រិតកម្ពូលទៀតផងពិតជាទេពកោសល្យមែនទេពកោសល្យត្រកូលលេនរបស់យើងបានវិលត្រឡប់មកវិញហើយគឺម្ចាស់និកាយមែនទេសូមអញ្ជើញអង្គយកតែឆាដែលល្អបំផុតមកលោកម្ចាស់ត្រកូលលេនមិនបាច់ពិបាកទេលេនបេគឺជាសិស្សផ្ទាល់របស់ខ្ញុំយើងសុទ្ធតែជាគ្រួសារតែចុះត្រកូលវងនោះមែនទេខ្ញុំធ្លាប់និយាយទុកឲ្យពួកគេរស់បាន2ថ្ងៃទៀតចុះដល់ពេលដែលត្រូវបំពេញតាមពាក្យសន្យាហើយម្ចាស់និកាយត្រកូលវងនិងត្រកូលបេសហការគ្នាមានអ្នកជំនាញត្រកូលវងនេះពូកែខាងល្បិចក៏ណាស់យើងធ្លាប់ចាញ់បោកគេមកហើយគួរតែប៉ាលោកពូទាំងអស់គ្នាមិនបាច់បារម្ភទេខ្ញុំខេងយ៉ានសងមានអ្នកខ្លាំងដូចជាពពត្រកូលវងតូចតាចក៏ហ៊ានមកប្រឆាំងនឹងខ្ញុំដែរឬកូននិយាយបានល្អត្រកូលវងតូចតាចគ្រាន់តែក្រវីដៃក៏ដូច្នោះមែនខ្ញុំនឹងចេញបញ្ជាក្នុងនាមត្រកូលលេនទាំងអស់ត្រៀមខ្លួនតាមបញ្ជាលោកម្ចាស់វ៉េងហ្សងត្រៀមខ្លួនតាមបញ្ជាលោកម្ចាស់វ៉េងហ្សងមិនបាច់រំខានអ្នកទាំងអស់គ្នាទេយីបេទៅត្រកូលវងមួយបាទលោកម្ចាស់ក្នុងភាពងឹតនៅមានមនុស្សទៀតឬកម្រិតដាំដុះរបស់ខ្ញុំនៅកណ្ដាលដំណាក់កាល Shenron គ្មានដឹងខ្លួនសោះជាមហាអំណាចកម្រិតណាទៅតើគ្រូរបស់បេជាអ្នកណាទៅលោកម្ចាស់ត្រកូលបេនិយាយត្រូវហើយកំតិចត្រកូលលេងចោលទៅធនធានទាំងអស់ជារបស់ត្រកូលបេពួកយើងត្រកូលលេនដ៏ស្មោកគ្រោកហ៊ានសម្រាប់វងឈៀនកូនប្រុសខ្ញុំចង់ស៊ីសាច់ហុតឈាមវាណាវងឈៀនកូនប្រុសខ្ញុំមានសក្តានុពលខ្លាយជាអធិរាជណាលោកវងគុំបារម្ភអីការវាយប្រហារលើកមុនបានធ្វើឲ្យត្រកូលលេននេះត្រកូលទាំងពីររួមដៃគ្នាត្រកូលលេនត្រកូលវងទាំងអស់ចេញមកទទួលទោសឈ្មោះវងមនុស្សគ្មានឈ្មោះណាដែលមិនខ្លាចស្លាប់ហ៊ានមកបង្កហេតុនៅត្រកូលវងខ្ញុំចង់ស្លាប់មែនទេស្លាប់លោកម្ចាស់ត្រកូលវងខ្ញុំបានធ្វើខុសអ្វីទៅអ្នកបានធ្វើខុសនឹងមនុស្សដែលអ្នកមិនគួរធ្វើខុសលោកម្ចាស់រងចាំបន្តិចខ្ញុំមកពីត្រកូលបេទេ